វា fake គ្រប់រឿងសូម្បីតែរឿងដែលចៃចង់យកមកនិយាយថ្ងៃនេះវាពាក់ព័ន្ធជាមួយនឹងទឹកលិចនៅហាត់យ៉ៃហ្នឹងគឺជាខណ្ឌមួយរបស់ស្រុកឈ្មោះហាត់យ៉ៃនៅក្នុងខេត្តសង្ខ្លាចាសង្ខ្លាខេត្តហ្នឹងគឺជាខេត្តមួយក្នុង5ខេត្តរបស់ប្រទេសប៉ាតនីដែលមានមូស្លីមជាអ្នកគ្រប់គ្រងហើយថៃក៏សៀមហ្នឹងក៏ទៅប្លន់ប្រទេសគេមកទាំងមូលយកមកតែម្ដងដោយសារប្រហែលខេត្តហ្នឹងជាអ្នកកាន់សាសនាអ៊ីស្លាមដែលប្រទេសជាប់ខេត្តហ្នឹងគឺជាប្រទេសម៉ាឡេមានអានវ៉ាអាប់រ៉ាហ៊ីមជានាយករដ្ឋមន្ត្រីស្មើនឹងគេសាសនាអ៊ីស្លាមអញ្ចឹងការដែលថៃចោទថាដែលវាច្បាំងគ្នាមក102ឆ្នាំកន្លងមកនេះណារវាងរដ្ឋប៉ាតនីដែលមានសង្ខ្លានរាธิវ៉ាតយ៉ាឡាស្ទូនប្រមាណ 4-5 ខែហ្នឹងវាអត់ព្រមចោះចាញ់ជាមួយនឹងរដ្ឋាភិបាលសៀមទេអញ្ចឹងវាបង្កើតភាពប្រជាជនកើតគ្រប់ទិសទីរៀងរាល់ថ្ងៃគាត់បែកផ្ទុះនេះផ្ទុះនោះផ្លូវអាទេសភ្លើងផ្ទុះដាច់ស្លាប់មនុស្សសម្លាប់គ្នាទៅវិញទៅមកអានេះស្លាប់ភាគច្រើនគឺប្រជាជនដែលអត់ដឹងអីរបស់អ៊ីស្លាមឯងប្រជាជនដែលអត់ដឹងអីរបស់ពុទ្ធសាសនិកជនចាសិតតែជាប្រជាជនស្លូតត្រង់តែអ្នកដែលបាញ់គ្នានេះអ្នកដែលបាញ់គ្នាអ្នកដែលប្រយុទ្ធជាមួយគ្នានេះគឺទាហានថៃជាមួយនឹងភាពប្រជាជនគ្រាន់តែខាងមូស្លីមនឹងគេខុសត្រង់ថាបើសិនណាជាភេរវជននឹងរត់ទៅផ្ទះណារត់ទៅភូមិណាគឺរត់ឃើញទេប្រជាជនអត់រំដៃជាមួយបលិសៀមទេជួយលាក់រហូតមានកន្លែងលាក់ឲ្យទៀតអូគ្រប់ផ្ទះមានកន្លែងលាក់ឲ្យទៀតឯងរត់ឃើញឲ្យតែរត់ទៅកន្លែងណាគឺគេមានកន្លែងលាក់ឲ្យនឹងប្រជាជនមូស្លីមនៅប្រទេសប៉ាតនីហ្នឹងនៅហាត់យ៉ៃហ្នឹងដែរនៅហាត់យ៉ៃហ្នឹងឯងអានេះយើងចង់និយាយពីប្រវត្តិរបស់អាភិបខាងត្បូងដែលវាមានរឿងរាល់ថ្ងៃនេះណាដោយសារប្លន់របស់គេមកដល់ប្លន់ប្រទេសគេមកគេអត់សុខចិត្តមួយចំនួនគេអត់សុខចិត្តជាពិសេសមូស្លីមដែលមានរឿងជាមួយនឹងប្រទេសណាក៏ដោយកាលណាគេអត់ព្រមគឺគេចាញ់មែនពេលហ្នឹងគេចាញ់មែនប្រទេសទាំងស្រុងគេចាញ់មែនប៉ុន្តែប្រជាពលរដ្ឋគេអត់ចាញ់គេបែកគ្នាទៅនៅនេះនៅប្រទេសនេះក្នុងគ្រប់ប្រទេសទូទាំងពិភពលោកមានឱកាសគេធ្វើភាពប្រជាជនគេធ្វើភេរវកម្មមានឱកាសគេធ្វើមានឱកាសអញ្ចឹងទៅវាឃើញភាពអសន្តិសុខអាក្រោយឡើងនេះមានកប៉ាល់ហោះធ្លាក់ជាញឹកញាប់នៅហាត់យ៉ៃប៉ាតនីហ្នឹងអត់ទេទូទាំងពិភពលោកភេរវជននៅទូទាំងពិភពលោកដោយសារប្រទេសរបស់ខ្លួនត្រូវប្រទេសមហាអំណាចវាឈ្លានពានហើយជិះជាន់អញ្ចឹងអាភេរវជននៅអាហ្វហ្គានីស្ថានស៊ីរីអីទៀតប្រទេសអីទៀតជួយនឹកមើលច្រើនប្រទេសដែលមានអ៊ីស្រាអែលវាធ្វើបាបដោយប៉ាឡេស្ទីនដោយអីអស់ហ្នឹងគឺអស់ហ្នឹងវារត់ទៅនៅប្រទេសទូទាំងពិភពលោកហើយទោះបីកូនទូចក៏ដោយពេលវាធំឡើង10 20ឆ្នាំឡើងវាខ្លាចទៅជាភេរវជនដោយ automatically ហើយវាក៏ធ្វើសកម្មភាពអញ្ចឹងនៅគ្រប់កន្លែងចាអូតែសន្តាគារ franchise យៈរលំដៃHyatt រលំIntercontinental រលំជួនកាលវាដាក់គ្រាប់បែក McDonald ហ្មងណាដែលជា franchise របស់ពួកមហាអំណាចចាវាក៏លុកយូរវាក៏លុកម្ដងថ្ងៃនេះក៏លុកនេះថ្ងៃស្អែកទៅក៏លុកប្រទេសមួយទៀតទោះបីប្រទេសថៃហ្នឹងក៏ត្រូវវាក៏លុកដែរ KFC ឬមួយស្អីក៏ដោយអីដែលជា franchise របស់មហាអំណាចគឺវាក៏លុកអត់មានពេលឈប់ឈរតែយូរប្រទេសនេះដែលអត់មានអ្នកណាចាប់វាបានហើយមិនចាប់បានទេចាប់បានតែគេសុកចិត្តងាប់បើសិនណាជាកន្លែងណាដែលវាធ្ងន់ធ្ងរដែលគេមិនរួចក៏ចងក៏បែកពាត់ជុំវិញខ្លួនហើយរត់ចូលបដ ாய் ឬមួយបើកអាឡានទ្រង់មួយដាក់ក៏បែកពេញឡានបុកទ្វារនឹងចូលទៅក្នុងរលំអាគារទាំងអាគារនេះភារវជនដែលគេធ្វើព័ត៌មានបរទេសយើងដឹងហើយកានិកាចាសាហាវវាដូចជាមិនអាចឈ្នះប៉ាតនីអត់ចប់102
102 ឆ្នាំហើយដែលបតនីរដ្ឋបតនីដែលត្រូវសៀមប្លន់មានរឿងដល់សពថ្ងៃទើបពូទីនប្រាប់ថាមិនយកទឹកដីអ៊ុយក្រែនទេកន្លែងដែលមិនមែនជាអតីតរបស់ប្រជាពលរដ្ឋរបស់រុស្ស៊ីរស់នៅកន្លែងណាគឺយកតែកន្លែងហ្នឹងទេប៉ុន្តែសល់ពេលហ្នឹងទីក្រុងខៀបគេមិនយកទេ ចា៎ ណាគេអត់យកទេតែសុំឲ្យចប់ត្រឹមហ្នឹងប៉ុន្តែ 4-5 ខែដែលមានរុស្ស៊ីនៅច្រើនជាងគេនេះគេយកអាហ្នឹងហើយឲ្យចប់សង្គ្រាមត្រឹមហ្នឹងគេអូខេ ចា៎ តែសេនីស៊ីប្រាប់ថាបើយកនិយាយយកប្រហែលខែមិនបាច់និយាយគ្នាហ្មងទើបមិនបាច់និយាយគ្នាមកដល់សោះពេលហើយងាប់តទៀតទាំងសងខាង ចា៎ ដល់អញ្ចឹងទៅវាអត់ចប់ អត់ចប់ 4 ឆ្នាំឯងអត់ចប់ ម៉ែនថ្ងៃ2ថ្ងៃមុននេះក៏គេបញ្ជូនទូតរបស់ខាងអាមេរិកខាងតំណាងឲ្យ Donald Trump ទៅចរចាមួយពូទីនម្ដងទៀតពូទីនថាក៏អត់សមហេតុផល ដើម្បីសន្តិភាព ចា ត្រាំសុកចិត្តធ្វើគ្រប់យ៉ាងដើម្បីសន្តិភាពនៅក្នុងយុគរបស់ខ្លួនឯង ចាតែទៅអត់រួចដែរ ទៅរួចអត់ដែរពីពូទីនអត់ផងរឿងក្បាលព្រោះគេអាងថាងាត់ងាប់គ្នាទៅអញមានក្របបែបប៉ាណាម៉ាណូលុយមួយពិភពលោកទេតើណាចូលមករឿងហាត់យ៉ៃដែលចែកចង់និយាយទឹកលិចរបស់ប្រទេសសៀមទឹកលិចប្រទេសសៀមទឹកលិចនៅហាត់យ៉ៃខេត្តមួយរបស់ថ្ងៃជាអតីតប្រទេសបតនីរដ្ឋានឹងវាជាស្រុកនៅក្នុងខេត្តសង្ខឡាហើយក៏វាមានតំបន់មួយគេហៅថាខេត្ត8ណាខេត្ត8ខេត្តទី8ការពិតគេយកភាសាខ្មែរទៅប្រើខុសគេប្រើខេត្តហ្នឹងគេប្រើជាខណ្ឌណាឬមួយជាខណ្ឌឬមួយជាសង្កាត់វិញ ចា គឺក្នុងសង្កាត់8ឬខណ្ឌ8ហ្នឹងខណ្ឌ1ខណ្ឌ2ខណ្ឌ3ខណ្ឌ4ខណ្ឌ5ខណ្ឌ8ហ្នឹងគឺជាកន្លែងអបាយមុខគ្រប់ប្រភេទមានសពគ្រប់បែបយ៉ាងទាំងអស់មានអីទាំងអស់មានលបែងស៊ីសងលួចលាក់អីណា ចា មានស្រាគ្រប់ប្រភេទមានទាំងពិសោជូមានទាំងអីមានអីទាំងអស់ទៅរកកន្លែងហ្នឹងគ្រឿងញៀនគ្រប់ប្រភេទណាគេចាប់បានដូចជា10តោន អូយ ថ្ងៃទឹកលិចគេចាប់បាន10តោនគ្រឿងញៀនណា គ្រាន់តែមកកន្លែងដាក់បាន10តោន មានថ្នាំអៃមានម៉ាតកក គេហៅយី ម៉ាតកក ម៉ាតកក ចា ចឹង អៃហ្នឹង អូខេ ខ្ញុំស្ដាប់ព័ត៌មានច្រើនអានព័ត៌មានច្រើ ម៉ា ន ចូលចិត្ត នេះនៅមាត់នៅវត្តបានឃើញខ្ញុំបើថាខុសពីកន្លែងវត្តអត់សូវឃើញទេសម្រាប់អាហារខ្ញុំក៏នៅចិត្តវត្តដែរ យើងតែដាក់ធ្វើអីក្នុងវត្ត អត់ធ្វើក្នុងវត្ត អត់ទេមាននេះតែយើងទៅ ទៅភាវនាយកបនដាក់ខ្លួនចឹងណា គ្រាន់តែខ្សែអាយហ្នឹងនៅក្នុងវត្តមែនទេ លោកគ្រូមើលកណិកាក្នុងផ្លូវល្អខ្លាំងមែ មាន នស្អាតដែរតែតែយ៉ាងម៉េចបានវាល្បីម៉េះ ខ្ញុំឆ្ងល់ដែរ តែនឹងថ្លៃ តិចតិចសិនហ្នឹង ថ្លៃអូដឹងទៀត មើលព័ត៌មានធម្មតាព័ត៌មានគេចាប់បានគេបង្ហាញចឹងមិនតិចនៅក្នុងថង់ប៉ុណ្ណឹង អហ ថ្លៃ អហ ចា តែមានតែក្របមិនមាន2ក្របមិនមាន3ក្របមិនច្បាប់ អត់ដឹង មាន1ក្រប2ក្រប3ក្របប្រទេសខ្លះអូខេអានឹងចាត់ទុកថាជាជនរងគ្រោះ ចា គេអត់យកទៅពេលទេប៉ុន្តែដូចជាប់គុកចឹងគេចាប់ទៅបំបត្តិ ចា ត្រូវអត់ទេ ត្រូវ តែបើមានច្រើនជាងហ្នឹងវាខ្លាចទៅជា អ្នកជួញដូរ អ្នកជួយដូរអានឹងធ្ងន់ណាស់ ចា អានឹងពួកគ្រឿងញៀនណា ចា គ្រឿងញៀនចាប់បានជាង10តោន10តោនមកតោន1000គីឡូ10តោនប្រហែលគ្រឿងញៀនណានៅតំបន់ទឹកលិចដែលថាខេត្ត8ហ្នឹងហើយមិនក៏យកទៅដាក់រឿងគេទៅអីមានកំភ្លើងដែលភេរវជនប្លន់មកមានកំភ្លើងគ្រប់ប្រភេទដែលភេរវជនប្លន់មកពីបន្ទាយទាហានសៀមនៅឃើញនៅក្នុងនឹងទាំងអស់មានអីទាំងអស់ដែលកន្លែងណាក៏អត់មានតែមានតែកន្លែងហ្នឹងមានតំបន់ហ្នឹងគឺជាតំបន់ដែលវាកើតរឿងធ្វើឲ្យវាលេចធ្លោមកគឺដោយសារគេប្រាប់ថាមានពួកមូលនិធិទៅតំបន់ដែលទឹកលិចកន្លែងហ្នឹងគឺត្រូវគេបាញ់
គឺសុបមិនហ្នឹងឯង លឺលោកគ្រូ គេទៅជួយ ហើយប៉ណ្ណឹងយើងឆ្ងល់ថាថៃគេទៅជួយមិនក៏បាញ់គេហើយគិតថាគាត់នឹង stress គាត់នឹងខឹងហេតុអី5ថ្ងៃអត់មកជួយអីចឹងទៅយើងគិតចឹងអត់បានគិតដល់នឹង 5ថ្ងៃអត់មានបាយស៊ីអត់មានអីទាំងអស់លើដបូលផ្ទះ ចា អ្នកខ្លះគេមានអាពូកខ្យល់គេហ្នឹងគេដេកលើពូកណាដេកងាប់លើពូកហ្នឹងទៅ ចា ណាហើយក៏ណែ ដល់តាទឹកវាលិចខ្ទេចខ្ទីអស់វាគឺវាអាកុំព្យូទ័រល្បែងអនឡាញ scammer ហ្នឹងណា ចា ឬឆោបោកអនឡាញហ្នឹងណាវាដែលពីពេញនឹងចូលទឹកសមុទ្រទាំងសាក់សពមនុស្សទាំងអីវាទៅទាំងអស់តែម្ដងនៅតំបន់ខេត្ត8ហ្នឹងដោយអត់មានមូលនិធិចូលទៅជួយទីហ៊ានក៏ចូលទៅមិនបានតែគេសង្កេតថាក្នុងហ្នឹងក៏មានទីហ៊ានដែរ ទីហ៊ានស៊ីប នៅហ្នឹងនៅធ្វើអី គេនៅធ្វើភារកិច្ចផ្សេងរបស់គេ អូ វាពាក់ព័ន្ធជាមួយអ្វីដែលចាយនិយាយមុនហ្នឹង អូ អា អា10តនហូរតាមទឹកអីហ្នឹង ដូច្នេះការដែលមូលនិធិចូលឯកជនចូលទៅបាញ់ហ្នឹងអ្នកណាជាអ្នកបាញ់ទៅហ៊ានបាញ់ឬមួយអ្នកស្រុកបាញ់ អ្នកស្រុកណាមានកំភ្លើងជាប់ខ្លួន អ្នកស្រុកមានភាពប្រជាជននៅហ្នឹងទាហានក៏នៅហ្នឹងភាពប្រជាជនក៏នៅហ្នឹង ចា ចឹងទាំងទាហានទាំងភាពប្រជាជនអាចជាពួកតែមួយក៏បានយល់ទេ យល់ចាលោកគ្រូ យល់ថាម៉េចមើលថាមើល យល់ថាពួកគេហ្នឹងគឺដឹងគ្នាមកគ្នាហើយដើម្បីអ្វីមួយដែលនៅពីក្រោយខ្នងហ្នឹង អាហា ចា គឺមួយចំនួននេះណាមួយចំនួនណែយុគរបស់ថាក់ស៊ីនឈីនវ៉ាត់យុគនឹងដូចជាមានការសម្រុះសម្រួលគ្នាហើយចរចាគ្នាហើយនៅម៉ាឡេចរចាគ្នាថាបញ្ឈប់មានភេរវកម្មនៅក្នុងបតនីឲ្យឈប់រៀងខ្លួនអ្នកណាធ្វើខុសអីឲ្យលៀងច្បាប់ចោលទាំងអស់អភ័យទោសឲ្យទាំងអស់យល់ទេ ចា មានន័យថាជប់បាញ់អាខាងអ៊ីស្លាមក៏ជប់ខាងមូស្លីមជប់ខាងទាហានថៃក៏ជប់ទាំងសងខាងគឺជប់ហើយឲ្យមកចាប់ដៃគ្នាកសាងប្រទេសជាតិតែមួយអាខាងមូស្លីមនោះក៏ចាញ់ព្រៀបគេមកយូរហើយក៏ព្រមទៅពីព្រោះប្រជាពលរដ្ឋរបស់អ៊ីស្លាមត្រូវគេធ្វើបាបច្រើន ចា គេធ្វើបាបច្រើនម៉េចទោះបីចូលទៅរកភាពប្រជាជននៅកន្លែងណាក៏ដោយឲ្យតែរកអត់ឃើញដឹងតែចូលផ្ទះហ្នឹងគឺផ្ទះហ្នឹងគេចាប់យកទៅហើយ ទាំងអស់ហ្មង នឹងអស់មកយកទៅឲ្យបាត់ខ្លួនអានឹងអតីតកាលណា ចា កាលពី30ឆ្នាំមុនប្រហែលរហូតដល់មានករណីចែធ្លាប់និយាយរឿងអីគេធុងក្រហមចាប់ដុតក្នុងធុងក្រហមបាយទៅណាបាយស្មានងាប់ដាក់ដុតដល់ដាក់ដុតដូចអាយុមួយថ្ងៃនោះអាយុត្រីអាយុមន់យកទៅយកត្រីយកទៅអាំងយកអាំងឲ្យវាលោតស្មានតែវាងាប់ហើយ ចា មានណាអានោះងាប់ងើបឈរធុងក្រហមហ្មង អូ ខ້ອຍឡើងបិទ ហើយ ចាក់ពេងចូលក្នុងធុងក្រហមហ្នឹងទៅឲ្យដាក់អានឹងញាត់ចូលទៅហើយនឹងដុតទៅហើយនឹងយកអាអីមកខបពីលើដល់ដុតដល់បើវាដុតទៅពេលមនុស្សយើងកាលណាដុតទៅនឹងវាក៏លាស់ខ្លួនមកវាឈរឡើងស្រែករយជីវិតណា ចា ឲ្យជួយសំលេងស្រែកហ្នឹងគឺវាភាសាថៃគេថាហួយហូនគឺវាហួយហូនវាដល់អានឹងអធិប្បាយបាន វា មក វើ អាមនុស្សដែលស្រែកពេលចិត្តងាប់ហ่าស្រែកធម្មតាខុសគ្នា ខុសគ្នា យើងស្ដាប់យើងយល់ឃើញខុសគ្នាអត់ ចា អាសម្លេងយើងវាលឺសូរឆ្ងាយ ចាមកអស់ទំហឹងហ្មងហើយឡងក៏លួច ទៅហ៊ានទៅប្រាឡាន GMC នឹងប្រឆេះដល់20ឡានប្រឆេះហើយជន់យាយខ្លាំងៗដើម្បីឲ្យកប់សម្លេងហ្នឹងកុំឲ្យលឺទៅក្រៅ ឲ្យលុបអាសំឡេងមនុស្សចិត្តដាច់ខ្យល់ហ្នឹង ហ្នឹងហើយ វិសាហាវ បងប្អូនដុតធុងក្រហមគេហៅថាភាសាអង់គ្លេសហៅថាម៉េចRed Drum Red Killing Drummer ហ៎ Drum ត្រាំលោកគ្រូត្រា មែ ំ ន Drummer ហ៎ មែនទេលោកគ្រូ Red Drum Red Killing Drum Killing បងបើកមើលក្នុង Google ទៅ Wikipedia មាន មែនចែចេះតែនិយាយភាពសាហាវយងក្នុងរបស់ទាហានចៅនេះវាអញ្ចឹងនៅ នេះមាននៅក្នុង មានប្រវត្តិសាស្ត្រ Google នេះ Red បងប្អូន Drum បាន Red Drum Killing ចា ណាក្រហមអា drum ក្រហម ធំ ធុងក្រហម 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 សម្រាប់ដោយធុងក្រហម ចា ដាក់អាក្នុងហើយបិទទៀត
កំអោយវាស្ទុះមកវាអាពុទ្ធិនក៏វាខ្លាយខ្មោចដែរសម្រាប់ខ្មោចណា ចា តែខ្លះការពិតមិនមែនខ្មោចទេគ្នាគ្រាន់តែដុតកាលណាដុតយើងក៏វារួញ ចា យើងដុតទៅវារួញយើងដុតទៅវាឲ្យទៅងាប់វាស្ទុះកាលណាមនុស្សងាប់ហើយដុតទៅវារួញ ចា ដល់រួញអាដុតយើងគេយកមកដុតខាងក្រៅ ចា ដុតទៅស្រាប់តែអាសាសតនេះងើបមកហ្មងតែហ៊ាននាំគ្នារត់បាបកម្ម ចៃជើងគ្នា ព្រោះអត់ដឹងក្រោយឡើងទើបដឹងថាមនុស្សយើងកាលណាដុតទៅវារួញចាំមើលពេលគេដុតកណិកា អាមិនទៀតហ៎ ចាំមើលកណិកាចាំមើលចែគេដុតចែវិញគឺវារួញ បលឹមឡើងយើងនិយាយរឿងអីផ្សេងទៅ ខ្ញុំកំពុងនិយាយអំពីរឿងស៊ីរៀ ចាហើយពីណា មកយកខ្លួនឯងមកប្រៀបធៀបមិនបានគេឃើញរូបច្បាស់ គេធ្វើមកហូបរងថ្ងៃដុតត្រីដុតជ្រូកដុតអីចឹងទៅណាលោកគ្រូ យ៉ា ចា គេដុតជ្រូកនៅរួញដែរ ព្រោះគេឆ្កាងដៃឆ្កាងជើងអស់ ហាត់យ៉ៃខេត្ត8ដែលមានអ្វីគ្រប់យ៉ាងនៅក្នុងនឹងទីបញ្ចប់គេស៊ើបអង្កេតរកមេថាអ្នកណាគេគឺជាមេដឹងណាគេទេ ដឹងតែមិនតូចទេបើដល់ថ្នាក់10តោនហើយ គឺញ៉ាំ10តោនជាបងប្អូនហ៊ុនសែនហ៊ុនម៉ាណែតជាម្ចាស់ អីពីណាអ្នកថា ពលមានសៀមកប៉ោហ្នឹងឲ្យតែមើល វាបានអំណាងពីណា ក៏វាថាអំណាងពីណាមិនដឹងថាវាថាទៅសួរតែអាសៀមគ្រប់គ្នានេះជឿអត់ទេ បំជឿបំជឿអ្នកផ្សាយ ជឿអត់ផែងចុយមកហើយតែអញអត់អីទេព្រោះអញដូចជប៉ុនអញ្ចឹងតែបែរទៅប្រយ័ត្នខ្លួន ម៉ែ លោកបោកអញបែរហើយ ប៉ាន់ខ្ញុំហើយនៅមានអ្នកម្លោបទៀត អាយ៉ាចាយកដឹងខ្លួនវាអត់ប្រាប់ថាសម្ដេចពុកឬសម្ដេចដុកទ័រហ៊ុនម៉ាណែតទេតែវាប្រាប់តែខ្មែរ ទៅទម្លាក់កំហុសដាក់គេអញ្ចឹង ពេលវាប្រាប់តែខ្មែរវាយករូបសម្ដេចពុកសម្ដេចហ៊ុនម៉ាណែតមកដាក់មកហើយពេលវានិយាយខ្មែរហ្នឹងវាយករូបសម្ដេចពុកសម្ដេចហ៊ុនម៉ាណែតដាក់មកហើយឲ្យវាយល់ថាម៉េចឲ្យអាអ្នកមើលវាយល់ថាម៉េច វាជឿណា អេសួរថាវានិយាយខទេវាអត់ខទេអូអត់វានិយាយថាខ្មែរទេវាមិនមែននិយាយថាសម្ដេចពុកទេវាធ្វើអញ្ចឹងនៅគ្រប់ព័ត៌មានទាំងអស់ឲ្យតែខ្មែរគឺត្រូវតែយករូបនាយករដ្ឋមន្ត្រីរបស់យើងយកទៅដាក់អញ្ចឹងហ្មង ចុះវាគំនុំអីក៏ រាល់ម៉ោងរាល់ថ្ងៃគ្រប់ពេលវាចន្លោះតែពេលអាទឹកលិចហាត់យ៉ៃតិចហ្នឹងទេប៉ុន្តែអាពេលចិត្តចប់ហ្នឹងស្រាប់តែយករូបនឹងមកដាក់នេះមើលដាក់ភាសាអង់គ្លេសមកភាសាអង់គ្លេសគេដាក់ថាម៉េច ទឹកចំនួននៅហាត់យ៉ៃប៉ះពាល់ដល់ប្រទេសកម្ពុជា អានអង់គ្លេសមើល flooding in Hat Yai affect Cambodia leading casino webs ហ្នឹងគឺ web online ណា ចា វាប៉ុណ្ណាណាអញ្ចឹងវាដាក់ជាភា ណា សាបរ ចែ ទេស និយាយអ្វីទាំងអស់ទៅបីវាជ្រុលពេកតែមានភ័ស្តុតាងទាំងអស់ណាប្រិមិត្តមិនចេះតែជេរគេដែលអត់មានភ័ស្តុតាង ហើយ ទេ អ្នកមើលឡើង 36k view ដឹងពីណាខ្លះ អូអាហ្នឹងអា13បំផុតហើយ36អូខេមិនងាយបាន 100k ដូចយើងទេ ចា យើង16លានតែ ABC ធ្វើ100 200k ចា ប៉ុន្តែវាមាន70លាននាក់អា 36k ហ្នឹងច្រើនហើយប៉ុន្តែវាយកទៅអាប៉ុស្តិ៍ផ្សេងៗវាយកទៅផ្សាយបន្តយករឿងតែមួយហ្នឹងភ័ស្តុតាងមកពីណាមកពីអាមុនគេវានិយាយ ហើយយកទៅផ្សាយត ហើយយកផ្សាយតវាខ្លាចទៅជារឿងពិតដូចជា99% ដែលវាជឿតែនៅមាន1% ដែលគេមិនជឿហើយពិភពលោកគេដឹងអស់ណាខ្មែរយើងសម្ដេចបុកសម្ដេចដុកទ័រហ៊ុនម៉ាណែតខ្លាចជាមាន scammer ពិភពលោកហើយវាប្រាប់ថាកន្លែងហ្នឹងគឺជាកន្លែងមូលដ្ឋានទ័ពមូលដ្ឋាន scammer ធំបំផុតរបស់ខ្មែរនៅហាត់យ៉ៃទេមិនមែននៅបាងកកហើយក៏មិនមែននៅភ្នំពេញដែរវាទៅចឹងឆ្កយទៅ ហើយហាត់យ៉ៃហ្នឹងនៅណានៃនោះហ្នឹង អញ្ចឹងមិនពុំដល់ទៅមិនដល់ស្គាល់ ចាំបានថាលោកគ្រូហ៎បើគេរកស៊ីណាគេដែរទៅដាក់ដឹកជូនណានៃអញ្ចឹង ខ្សែល្មៀតបងប្អូនការពារស្ពឹកសំទោសការពារពីអាលៀកព្រោះហ្នឹងវាមាន curcumin លោកគ្រូសាក់ខ្លួនឯងផ្ទាល់មកបងប្អូនប្រិមនិស្សាបានដឹងរូបមន្តពិសេសមួយគឺយកល្មៀតលាយមួយម្រេចដើម្បីឲ្យ curcumin ហ្នឹងវាជ្រាបចូលលឿនមែនតើហើយចឹងយក20 ដងចា20 ដង
ហើយជាពិសេសទៅទៀតហ្នឹងគឺវាជួយផ្សះរាល់ការរលាកឬក៏ដំបៅហើយការពារពីមហារីកហើយតម្លៃអត់ថ្លៃទេតែ10រៀលទេបងប្អូនផលិតផលខ្មែរហើយមួយទៀតហ្នឹងគឺម្សៅខ្ជាយណែបលំឡើងស្ពុកចុងប្រសាទដៃស្ពុកចុងប្រសាទជើងមេតិចល្មមយើងអត់ដឹងដៃទេហើយប្តីកេះប្រពន្ធកេះប្តីកេះអត់មកចាអាហ្នឹងក៏អត់បានដែរបងប្អូន ជាទេនាងច្រឡំមក ខ្ជាយខ្ញុំនិយាយដល់ខ្ជាយតែលោកគ្រូចាខ្ញុំនិយាយដល់ខ្ជាយ តែមិញ ឥឡូវគេចូលដល់ខ្ជាយ ហើយប្រហែលមានប្រ វ៉ាលោកគ្រូមានប្តីមកពីណា ថ្ងៃមុនថ្ងៃមួយអញអញកាយដើមមួយណាមួយ ចា អញកាយដើមមួយណាទៅណានេះ ទៀតទេលោកគ្រូចាញ់រហូត មានអត់មានអត់ មនុស្សខ្ញុំដើរមួយមកកណោខ្ញុំត្រូវជួបស្ពតជួបអីចឹងហ៎ម្ចាស់ក្រុមហ៊ុនម្ចាស់សហគ្រាសអីចឹងហ៎ត្រូវដើរមួយគ្នា អាយុម៉ានទេអូន ខ្ញុំហ៎ឆ្នាំនេះ31សុំស្រឡាញ់អត់សុំមកហើយ 51 និយាយទៅ អញតាអញ លោកគ្រូខ្ញុំ បិទភ្នែកក៏ឃើញមុខឯងដើរទៅណាក៏ឃើញមុខឯងរហូត អូយខ្ញុំរំភើបលោកគ្រូអាហ្នឹងចូលបាត់ជ្រៀងយប់នឹកអូនថ្ងៃនឹកអូនចឹងមែនលោកគ្រូ មែនទេ លោកគ្រូកុំនិយាយ យកអត់និយាយមែនទេសូម្បីក៏បងញ៉ាំបាយនឹកពឹបលេបបាយអត់ចូលបាយវាអត់được cầm về rồi bọn anhអត់យល់ថ្ងៃហ្នឹងមកមកស្មានជឿតាដេមានមកជឿហើយទៀតនេះ លោកគ្រូថាកម្មពីលោកគ្រូចុះខ្ញុំនឹងមានភ័ព្វសង្ស័យពងអត់ប្រាក់ខែ បាទកុំវែងពេកចូល ចាំ បាទ មិនសើខ្ជិះមកគេពងនិយាយឲ្យខ្លីលោកគ្រូមក ជាសម្រាប់ back lab ចប់ងាយ អេ ងាយ នៅ ទៅ ស្ពឹកចង្ណៃស្ពឹកចង្ជើងនោមញឹកនោម បាច់ ទាស់ទៀតនោះ យកម្ដងបន្តិចម្ងាយបន្តិចកុំនិយាយវិញគេរំខានទៅតទៀត ចឹងប្រេងល្ងបងប្អូនការពារពុកឆ្អឹងស្ពោតឆ្អឹងហើយមួយទៀត no មិនទៀតដែរលោកគ្រូ អ្វីដែលវាមិនល្បីពីដូនតាឬខ្ជាយណា ចា អានឹងនិយាយវែងនេះទៅ អូ ណាដូចល្មៀតមិញអញប្រើ ល្ងអត់ ល្ ល្មៀត មៀតមុនហ្នឹង ចា វាទៅការពារភេទដានរបស់សរសៃឈាមយើងមានប្រហោង ចា សរសៃឈាមមានប្រហោងថតទេ មានលោកគ្រូចា អត់មានថ្នាំណាថ្នាំពេទ្យណាដែលចូលទៅ ផ្សះ ផ្សះនៅក្នុងសរសៃឈាមបាននេះមានតែល្មៀតតែប៉ុណ្ណោះ ចាដែលវាជ្រៀតចូលបាន កុំភ្លេចលេងប្រេក ដើម្បីឲ្យវាជ្រាបបានលឿន យកល្អមួយទៀតបងប្អូនសាកតាមចែមើលយកខ្ជាយក៏បានល្មៀតក៏បានលាយជាមួយកាហ្វេអេសប្រេសូកាហ្វេល្អសម្រាប់សុខភាពប៉ុន្តែគឺកាហ្វេល្វីង ចា អត់ដាក់អីទាំងអស់អានឹងដើម្បីសុខភាពតែកាហ្វេដែលដាក់អីដោយកាហ្វេដែលពួកយើងមិនព្រមចូលរាល់ថ្ងៃហ្នឹងគឺកាហ្វេហ្នឹងវាពឹសពុលខ្លាំងណាស់ដាក់គ្រីមដាក់នេះដាក់អូមានមួយទៀតដែលចង់ឆ្ងាញ់ ដាក់អីលោកគ្រូ យកកាហ្វេអេសប្រេសូមួយឆតមក ចា ដាក់មួយទឹកសណ្តែកកន្លះដប ទឹកស្ដាយ តែ យើង ដាក់យើងនេះអូហូឆ្ងាញ់ ចាប់មកជីបជីប ឆ្ងាញ់ជាងហាងដែលល្បីនឹងទៅទៀត ចា បងប្អូនសាកលមើលរឿងមួយកន្លែងណាតូបណាចង់ទិញអាសាអត់ប្របាក់ទៀតអត់បាក់លេងនេះលេងនោះលេងគ្រីមនេះលេងទឹកដោះគោលេង carnation លេង4 5មុខ ចា លាយសិតតែរបស់ពឹសពុលទាំងអស់ ត្រូវ ហើយ ទេ ដាក់ស្ករប្រមាណអីបាទអានេះគឺស្ករតាន់តិចអានេះស្ករតិចប្រហែលជា2 3ស្ព្រាអានេះមានស្ករ តែរសជាតិប៉ាត់ពីសដែក ឈ្ងុយ ចា ណាដាក់កន្លះដបជាមួយនឹងមួយឆតរបស់ espresso ឆ្ងាញ់ជាងតាមហាងផ្កាយ5ណាបងប្អូនសាកមើលថ្ងៃហ្នឹងណាណែទិញតាម លេខ សាលាបប 017 ហើយនឹងតាមបណ្ណាសាលាបរិញ្ញាបត្រ ABC ថ្ងៃលឿនណាស់អញ្ចឹងលឿនណាស់ លោកគ្រូអ្នករស់ស៊ីបើមិនលឿនរស់ស៊ីមិនតាន់គេនឹងប្រឹងប៉ុណ្ណឹងហ្នឹងនៅជិះម៉ូតូស្កូពីមកនេះ អូយស្កូពី ចា យ៉ាឡាន មានឡានពីណា ទៅបាត់ បើលោកគ្រូមានឲ្យប្រាក់ខែហងឃើញលោកគ្រូថាឲ្យឈប់ជីឡានសំចៃ អត់មានប្រាក់ខែ ខ្ញុំលោកគ្រូដាក់ប្រាក់ខែវិញ អត់មាន ចាំមិនប្រាប់គេថាអត់នៅប្រាប់គេថា ថ្ងៃអត់ដឹងថ្ងៃអត់ទេ ថ្ងៃមុន